តោះជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើតែគុជឬក៏មៀលធីធម្មតានោះទេហើយខ្ញុំនឹងប្រាប់ពីរបៀបធ្វើខ្លះៗជូនទៅដល់បងប្អូនអ្នកដែលមិនទាន់ចេះធ្វើចំណែកអ្នកដែលចេះធ្វើហើយបើសិនជាខ្ញុំធ្វើខុសអាចជួយប្រាប់ខ្ញុំផងណាដោយកែវទី1នេះក៏ដូចជាកែវទី2នោះដែរជាដំបូងគឺខ្ញុំបានដាក់គុជមកល្មមចូលទៅក្នុងកែវហើយបន្ទាប់មកទៀតនោះគឺខ្ញុំបានចាក់តែរសជាតិដោះគោចូលហើយនឹងយកស្លាបព្រាហ្នឹងញុកវាបន្តិចដើម្បីឲ្យវាចូលជាតិជាមួយទឹកកកដើម្បីឲ្យវាឆាប់ត្រជាក់បន្ទាប់មកទៀតខ្ញុំបានយកប្រោនសម្រាប់បៀកកែវហ្នឹងយកមកចាក់រយឲ្យជាប់ជាមួយនឹងមាត់កែវពីលើនោះតែម្ដងដោយមិនបានបៀកមុននោះទេបន្ទាប់ពីចាក់រយកែវទី1រួចហើយខ្ញុំក៏ចាប់ផ្ដើមធ្វើនៅកែវទី2ម្ដងទៀតតែគុជនេះមានរសជាតិដូចតែគ្នាទេក៏ប៉ុន្តែគ្រាន់តែថាការធ្វើហ្នឹងហើយនឹងដាក់គ្រឿងផ្សំហ្នឹងគឺត្រឡប់ត្រឡិនខុសគ្នាបន្តិចឥឡូវនេះខ្ញុំនឹងចាប់ផ្ដើមធ្វើកែវទី2តែរសជាតិដូចគ្នាដោយកែវទី2នេះខ្ញុំបានដាក់គុជរួចហើយបន្ទាប់មកទៀតគឺខ្ញុំយកប្រោនសម្រាប់បៀកកែវនោះគឺយកមកបៀកពីលើតែម្ដងដោយមិនចាំទុកក្រោយនោះទេបន្ទាប់ពីបៀកកែវរួចហើយខ្ញុំបានយកវាទុកមួយកន្លែងបន្ទាប់មកខ្ញុំក៏បានទាញកែវហើយនឹងស្លាបព្រាព្រមទាំងយកទឹកដោះគោខាប់នោះគឺចាក់ចំនួន30 ml ចាក់ទឹកដោះគោរួចហើយពេលនោះខ្ញុំបានយកកែវមួយទៀតហ្នឹងទៅយកទឹកក្តៅចំនួន30 ml ដូចគ្នាបានជាខ្ញុំប្រើទឹកក្តៅនោះដោយសារតែទឹកតែនោះខ្ញុំបានឆុងស្រាច់ហើយវាក៏បានត្រជាក់ដែរដូច្នេះយើងត្រូវតែប្រើទឹកក្តៅចំនួន30 ml រួចហើយដាក់ម្សៅទឹកដោះគោហ្នឹងចំនួន25 ml ដើម្បីកូរប៉ុន្តែបើសិនជាបងប្អូនមានតែក្តៅគឺអាចយកតែក្តៅហ្នឹងចំនួន100 ml ហ្នឹងយកមកដាក់ជាមួយនឹងម្សៅទឹកដោះគោនឹងតែម្ដងរួចហើយយើងបានចាក់ទឹកដោះគោខាប់នឹងចំនួន30 ml ដែលយើងចាក់រួចហើយនោះគឺយើងកូរវឹកជាមួយនឹងម្សៅដោះគោនឹងឲ្យម៉ត់តែម្ដងបន្ទាប់មកទៀតខ្ញុំបានយកទឹកតែចំនួន80 ml នឹងយកមកចាក់ចូលជាមួយនឹងទឹកដោះគោដែលយើងបានទុករួចជាស្រេចនោះបន្ទាប់មកខ្ញុំបានយកទឹកដោះគោស្រស់នឹងចំនួន50 ml ចាក់ចូលពីលើទៀតទឹកដោះគោស្រស់យើងចង់ប្រើម៉ូតអីក៏បានដែរសាច់តែបងប្អូនចូលចិត្តបន្ទាប់មកខ្ញុំក៏បានកូរវាចុះឡើងរួចហើយខ្ញុំចាក់ចូលកែវតែម្ដងដោយកាលពីកែវទី1នោះគឺយើងដាក់ទឹកកកមុនប៉ុន្តែកែវនេះខ្ញុំបានដាក់ទឹកកកទៅតាមក្រោយហើយចំណែករសជាតិក៏វាមិនខុសគ្នាដែរគ្រាន់តែការធ្វើនោះពេលខ្លះយើងដាក់គ្រឿងផ្សំមុនហើយពេលខ្លះក៏យើងដាក់គ្រឿងផ្សំតាមក្រោយពេលនេះការធ្វើតែគុជសម្រាប់កែវលេខ22ត្រូវបានបញ្ចប់នៅពេលដែលយើងគ្របហើយច្រកថង់និងដាក់បំពង់បឺតគឺហុចជូនភ្ញៀវហុចលុយមកវិញគឺទុកជាការស្រេចសូមអរគុណដល់ពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាបើមានអ្វីខុសក៏សូមខន្តីអភ័យទោសពីចម្ងាយផងបើសិនជាបងប្អូនពេញចិត្តនៅការធ្វើរបស់នាងខ្ញុំសូមបងប្អូនខមមិនម្នាក់មួយនៅខាងក្រោមបើសិនជាចង់ធ្វើរសជាតិអីទៀតខ្ញុំនឹងធ្វើជូនហើយទៅមុខជំនាញណាដែលខ្ញុំចេះធ្វើខ្ញុំនឹងធ្វើបង្ហាញជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អរកស៊ីទទួលទានមានបានទាំងអស់គ្នា